បាទបងប្អូនដែលត្រូវការជួសជុលកូនម៉ូតូអគ្គិសនីទូចបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំទទួលបានអគុយម៉ូតូមួយគ្រឿងដែលតាក់ទងទៅនឹងមានបញ្ហាបតបាទឥឡូវខ្ញុំបតនេះខ្ញុំជួសជុលរួចហើយការៈវាគឺខូចវាអត់ដំណើរការម៉ូហ្គាភ្លើងវាមានទាំងអស់ភ្លើងនេះវាមានទាំងអស់ហើយ display ឬបាទភ្លើងនៅមានទាំងអស់អញ្ចឹងពេលម៉ូហ្គាគឺវាអត់ដំណើរការតែឥឡូវនេះខ្ញុំធ្វើហើយអូខេហើយអញ្ចឹងបតនេះដំណើរការធម្មតាហើយវាអូខេហើយរងចាំតែយើងចាប់បញ្ចូលទេប្រភេទអគុយនេះគឺវា36 វ៉ុលហើយបតនេះគឺមានបញ្ហាបតហើយខ្ញុំជួសជុលរួចហើយអញ្ចឹងបងប្អូនដែលត្រូវការជួសជុលបាទរកបតអត់បានបាទបតនេះតកំងបាទកំងចាំយូរតិចដោយសារខ្ញុំធ្លាប់តែជួសជុលកង់អគុយប្រភេទកង់អគុយបាទដល់ពេលដែលយើងអត់មានបតកង់ម៉ូតូនេះគឺយើងត្រូវការជួសជុលបើយើងកំងក៏វាបានតែគ្រាន់តែយើងចាំប្រហែលជា 3-4 ថ្ងៃអញ្ចឹងហើយនេះគឺសិស្សគាត់អត់មានអីជិះទៅរៀនអញ្ចឹងយើងបខំចិត្តរុះរើវាហើយព្យាយាមជួសជុលបាទបតនេះដោយឥឡូវវាជោគជ័យហើយអូខេហើយជួសជុលបានរហូតដែរតែគ្រាន់ថាយើងចង់លឿនយើងដូរទៅណាតែគាត់ថាយើងមិនចង់លឿនយើងគេអត់បខំដែរអានឹងយើងអាចជួសជុលបានអត់អីទេគ្រប់បតទាំងអស់ឥឡូវវាអូខេហើយ